nơi vượt trên line mùi ní cứ chia vượt trên line mùi đây bị sai mình té nó vào bốn mình trâm tại dương riêng từ sau đây nông xả lá dương tế dương riêng chủng này đang tu tơ tế còn tai dương miên ca này vót đây nơi tì ní tai mà đòn mà bốn khơi nhé ní sau tai chia tia đại sơ quạt chỉnh châm tê ní có đôi khi này cứ pu quạt chỉnh này chỉnh châm tê quạt này mơ thái tẹt tô mồi chỉnh nấy tẹt tô mồi ấy nó có pu quạt này đã ở đây mày đấy chẳng mình sao vượt trên line ní mình ba này bong bốn trâm tai vượt trên line thế na còn tai dương miên vào đó đã chủng ní bị chi vẹn rồiยังหาtai chủng ní bị chạy cái tê bật chia mình thò mà đa têជំរាបសួរបងប្អូនអរគ្នាកណ្ដាប់ពេលនេះខ្ញុំអត់សធិរិទ្ធកំពុងតែមានវត្តមាននៅនឹងវិទ្យាល័យបច្ចេកទេសមួយកន្លែងដែលស្ថិតនៅក្នុងទឹកដីនៃខេត្តតាកែវបងប្អូននេះវិទ្យាល័យមួយនេះមិនត្រឹមតែជាវិទ្យាល័យដែលជួយបណ្ដុះបណ្ដាលទៅលើមុខវិជ្ជាចំណេះដឹងទូទៅទេប៉ុន្តែវិទ្យាល័យមួយនេះក៏បានបណ្ដុះបណ្ដាលមុខវិជ្ជាជំនាញឯកទេសផ្នែកខាងកសិកម្មហើយនិងទេសចរថែមទៀតបងប្អូនអញ្ចឹងចង់ដឹងថាតើវិទ្យាល័យមួយនេះមានឈ្មោះអីហើយទីតាំងស្ថិតនៅកន្លែងណាហើយនៅក្នុងវិទ្យាល័យនេះតើមានបណ្ដុះបណ្ដាលផ្នែកខាងកសិកម្មហើយនឹងទេសចរបែបណាបងប្អូនទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរអូនបាទអរគុណណាស់បាទជំរាបសួរខ្ញុំបាទឈ្មោះថនបញ្ញាជាបុគ្គលិកនៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសឯកជនសន្តៈក្រុងស្វរស្ថិតនៅក្នុងភូមិអង្គគីឃុំតាផេមស្រុកត្រាំកក់ខេត្តតាកែវនៅវិទ្យាល័យមួយនេះមិនត្រឹមតែបណ្ដុះបណ្ដាលមុខវិជ្ជាទូទៅទេមែនទេបាទប៉ុន្តែនៅទីនេះគឺបណ្ដុះបណ្ដាលមុខវិជ្ជាឬយ៉ាងហៅថាឯកទេសជំនាញផ្នែកខាងកសិកម្មហើយនិងទេសចរទៀតបាទបងចង់ដឹងថាតើនៅទីនេះយើងបណ្ដុះបណ្ដាលអីខ្លះនៅនេះយើងមានទេសចរយើងមានចំណេះដឹងទូទៅដូចជាគណិតរូបគីមីជីវៈបើសម្រាប់ខាងកសិកម្មក៏រៀនតាក់ទងជាមួយនឹងមុខវិជ្ជាវិទ្យាសាស្ត្រពិតមានគណិតគីមីក៏ដូចជាវិទ្យាសាស្ត្រកុំព្យូទ័រដូចគ្នាបានន័យថាសិស្សនៅនេះគាត់មិនត្រឹមតែរៀនមុខវិជ្ជាចំណេះដឹងទូទៅទេបាទប៉ុន្តែគាត់រៀនថែមផ្នែកកសិកម្មហើយនិងទេសចរទៀតបាទបងត្រូវបងអញ្ចឹងមានន័យថានៅក្នុងមុខវិជ្ជាទាំងអស់គឺយើងបញ្ចូលគ្នាទាំងអស់តែម្ដងមែនទេបាទវ៉ាវពិសេសមែនតើណាបងប្អូនសម្រាប់កសិកម្មក៏ដូចជាទេសចរហ្នឹងយើងមានបន្ទប់ processing food យើងនិយាយថាបន្ទប់កែច្នៃអាហាររួមគ្នាទាំងកសិកម្មទាំងទេសចរគាត់អាចកែច្នៃអាហារបានរួមគ្នាប៉ុន្តែពាក់ព័ន្ធជាមួយនឹងធម្មតាកសិកម្មវាត្រូវមានកសិដ្ឋាននេះក៏មានកន្លែងដាំដំណាំផ្សេងមានអត់មានបងតោះនាំបងទៅមើលបន្តិចមកបងប្អូនអរគ្នាយើងទៅមើលកន្លែងដាំដំណាំក៏ដូចជាកន្លែងចំសត្វតិចអូទីតាំងធំទូលាយអូនណោះបាទមានដាំស្វាយមានចុះនេះអីគេអានេះញ៉ាណោងនេះម្រះបងអូយមានដាំម្រះទៀតណាបាទហើយមិនបានស្រោបវាធ្វើចឹងអូនបើជាទូទៅបើយើងអត់ស្រោបវាអាចមានបញ្ហាស្អុយផ្លែដោយសាររុយវាពងដាក់លើផ្លែទៅកើតជាតកៅវាចោះផ្លែអូអញ្ចឹងយើងស្រោបនេះយើងកឹបជាមួយនឹងกระดาษទេណាបាទกระดาษដែលសល់ចោលហ្នឹងបងប្អូនអាចធ្វើបានដូចគ្នាបាទអានេះបច្ចេកទេសមួយដែរមែនអូនបាទបងអូក៏ពិតនៅណែយើងជាកន្លែងអនុវត្តទេហើយក៏ជាការសិក្សាដែរប៉ុន្តែយើងអនុវត្តជាក់ស្ដែងបងប្អូនឃើញទេបើសិនជាបងប្អូនណាឃើញវីដេអូហ្នឹងហើយចង់អនុវត្តតាមក៏យើងប្រើបច្ចេកទេសនេះបានដែរបងប្អូនណាយើងមានដើមស្វាយនេះអូយផ្លែច្រើនមែនតើអានេះប្រភេទពូជស្វាយអីអូនស្វាយកែវល្មៀតបងអូកែវល្មៀតណាផ្លែនេះទៅប្រក្តាប់ទេនេះមែនទេហើយនៅខាងស្ដាំដៃនេះដូចជាមានអាចគោមានអីទៀតហ៎មានត្រង់គោបងមានត្រង់គោហ៎បាទគោប្រហែលក្បាលទៅយើងមានគោ2ហើយអាចគោនេះយើងសម្រាប់ច្នៃធ្វើជាជីកំប៉ុស្តអញ្ចឹងមានន័យថាបងប្អូននេះជាវិទ្យាល័យសម្រាប់ទុកអនុវត្តហើយគេមានកន្លែងទុកអនុវត្តរបស់គេមែនណាសូម្បីតែគោក៏គេមានកន្លែងចិញ្ចឹមប៉ុន្តែចិញ្ចឹមអ្នកណាចិញ្ចឹមបើនិយាយទៅយើងមានសិស្សដែលគាត់សម្រាប់មើលថែគោហ្មងបងអញ្ចឹងហ៎បាទមានសិស្សឧទាហរណ៍ថាសិស្សម្នាក់គាត់ចាំមើលគោនឹងតែម្ដងបាទចុះដល់ពេលលក់បានលុយយកទៅណាពេលលក់សាលាចូលសាលាក៏មានការឧបត្ថម្ភដល់ពួកគាត់ដែរបងអញ្ចឹងបាទអ្នកណាដែលគាត់មើលអញ្ចឹងទៅក៏យើងមានការលើកទឹកចិត្តជួយគាត់អញ្ចឹងណានេះដូចធុងទាបងអូបងអាចចូលមើលបាននេះអត់បញ្ហាអីណោះអត់ផ្លាច់ឆ្លងអីទេណាអត់អីទេទាកប៉ាបាទទាកប៉ា King វារៀងធន់មួយជំងឺហ៎បាទអូច្រើនដែរអានេះប្រហែលក្បាលទៅអូន40ក្បាល40ក្បាលហ៎អូធំដែរតើមើលបងចូលមើលបន្តិចមើលបាទបងអាចចូលមកបានបាទអូនេះទាកប៉ានេះសម្រាប់កាកសំណល់ដែលវាជុះមកហ្នឹងយើងអាចធ្វើជាជីកំប៉ុស្តដូចគ្នាបងនេះយើងយកវាធ្វើជីកំប៉ុស្តណាអាចវាហ្នឹងបាទហើយចុះនេះចំណីនេះយើងដាក់អីគេឲ្យនេះបើនិយាយទៅបាយដែលសិស្សនិស្សិតគាត់បរិភោគហើយយើងសល់ខ្លះយើងយកមកធ្វើជាចំណីសម្រាប់ទាអូខេតន់ហើយចុះមានលាយអីទៀតទេអូនក្រៅតែពីបាយនេះអត់មានអីច្រើនបងមានបាយនិងចំណីសម្រាប់តិចតួចហើយនេះមានមន់ទៀតណោះកូនមន់បងកូនមន់បាទហើយនេះមន់ធំតែម្ដងអូផ្អើលអត់ដែលចូលប្លែកមុខ
សិតតែភ្ញាក់ខ្លួនឯង បាទសរុបទាំងអស់ហ្មងមិញ40ក្បាលជាងហ៎ 40ក្បាលបង ចុះបើមន់នេះប្រហែលក្បាល មាន់នេះខ្ទង់ជា10ក្បាលជាងបង បាទអញ្ចឹងបងប្អូនអរគ្នាខ្ញុំនិយាយម្ដងហើយម្ដងទៀតថានៅវិទ្យាល័យមួយនេះគឺជាវិទ្យាល័យមួយដែលពិសេសមែនតើណាបងប្អូនមិនត្រឹមតែយើងរៀនទ្រឹស្ដីនៅក្នុងសាលាយើងទេយើងរៀនចំណេះដឹងទូទៅទេប៉ុន្តែយើងមានការអនុវត្តស្ដែងនៅទីនេះតែម្ដងបងប្អូនឃើញទេនេះសុទ្ធតែជាទាដែលសិស្សគាត់ចិញ្ចឹមទេនេះក៏ដូចគ្នាគឺពួកគាត់ជាអ្នកចិញ្ចឹមទេគាត់អ្នកមើលថែតាក់ទងមួយចំណីតាក់ទងមួយអីហ្នឹងក៏ពួកគាត់អ្នកដាក់ឲ្យដែរមែនទេ បាទបង អញ្ចឹងបានន័យថាសិស្សម្នាក់ឬក៏ពីរនាក់ក៏ទទួលខុសត្រូវខាងហ្នឹងអញ្ចឹង ណា ទៅ បងបាទ ក្នុងករណីមានជំងឺធ្វើម៉េចទៅ ជាទូទៅគឺមិនងាយកើតជំងឺដោយសារសិស្សដែលនៅក្នុងនេះគឺអត់ចេញទៅក្រៅផ្ទះផ្ដាស់ តាន់បាទ ហើយក៏មានគ្រូដែលគាត់សម្រាប់ឧទាហរណ៍ថាកូនកប៉ាហ្នឹងនៅតូចៗយើងអាចចាក់វ៉ាក់សាំងការពារ បាទតាន់អញ្ចឹងមានន័យថាបើមានជំងឺក៏យើងមានអ្នកជំនាញឬក៏មានគ្រូគាត់មានវិធីសាស្ត្រក្នុងការយើងចាក់ថ្នាំចាក់អីចឹងទៅជាបាលវាវិញចឹងទៅណា បាទបង ចុះដល់ពេលបច្ចេកទេសផ្សេងគាត់មានរៀននេះពាក់ព័ន្ធនឹងការឲ្យចំណីឲ្យអីផ្សេង មានបងមាន ការឲ្យការចាក់ថ្នាំអីផ្សេងហ្នឹងគាត់មានរៀនដែរ បាទគ្រូកសិកម្មមានគ្រូខាងសัตว์ចឹងទៅគាត់បរៀនខាងសัตว์គ្រូខាងបន្លែឬក៏ខាងរុក្ខជាតិគាត់បរៀនខាងរុក្ខជាតិ តាន់ទាំងការឲ្យចំណីទាំងការចាក់វ៉ាក់សាំងទាំងការការពារជំងឺអីផ្សេងអញ្ចឹងណា បាទបង អូពិសេសមែនតើបងប្អូនអញ្ចឹងមិនសរសើរវិទ្យាល័យនេះមិនបានទេបងប្អូនត្រឹមតែវិទ្យាល័យទេណាប៉ុន្តែយើងមានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឬយើងហៅថាជំនាញបច្ចេកទេសពិតជាមិនធម្មតាទេអញ្ចឹងនៅនេះយើងបណ្ដុះបណ្ដាលជាទូទៅមានទាំងស្រីមានទាំងសិស្សស្រីសិស្សប្រុសមែនទេ បាទបង បណ្ដុះបណ្ដាលមួយឆ្នាំ ជាទូទៅ3ឆ្នាំបង អញ្ចឹង យើងជ្រើសរើសចាប់ពីបញ្ចប់ថ្នាក់ទី9ឡើងទី10ដល់ទី12 អូ បានន័យថាយើងនៅនេះមានពីទី10ដល់ទី12សម្រាប់នៅនេះគេហៅឆ្នាំទី1សម្រាប់ទី10 បាទអញ្ចឹងបងប្អូនមានកូនចៅឬក៏មានបងប្អូនដែលគាត់ថាឥឡូវរៀនចប់ទី9នេះគាត់អត់ចង់បន្តរៀនចំណេះដឹងទូទៅអីទៀតទេគាត់ចង់រៀនជំនាញអញ្ចឹងគាត់អាចនឹងពិចារណាបងប្អូនអាចពិចារណាបានព្រោះនៅនេះយើងបដោះជំនាញហើយពេលដែលចប់ទៅត្រឹមទី12យើងអាចយកទៅអនុវត្តបាន បាទ ទេ បងបាទ អូពិសេសមែនតើ បាទនិយាយទៅចំណេញមែនតើបងបើយើងរៀនជំនាញពីឥឡូវទៅដល់សាកលវិទ្យាល័យបានន័យថាយើងមានគ្រឹះពីក្រោមហើយហីយើងស្គាល់ថាកសិកម្មគេរៀនបែបម៉េចហើយហី បាទ អញ្ចឹងទៅដល់លើទៅស្រួល ប៉ុន្តែមិនប្រកាសថាគាត់រៀនកសិកម្មគាត់ទៅតមហាវិទ្យាល័យផ្នែកកសិកម្មអីទេមែនទេ បាទ តោះហើយមួយទៀតក៏មិនប្រកាសថានៅពេលដែលគាត់អត់រៀនតមហាវិទ្យាល័យក៏គាត់អត់អាចប្រកបការងារអាជីវកម្មបានទេណា គឺគាត់អាចយកចំណេះដឹងទាំងអស់ហ្នឹងយកទៅដាំបន្លែដាំអីចឹងទៅឬក៏យកទៅចិញ្ចឹមសត្វអីបានមែនទេ បាទបង វ៉ាវពិសេសមែនតើបងប្អូននេះគឺជាព័ត៌មានមួយសម្រាប់បងប្អូនទាំងអស់គ្នាដែរ